មានហេតុការណ៍មួយបានកាត់ឡើងនៅប្រទេសអាសង់ទីនគឺដោយសារតែ fly instructor គឺគ្រូបង្ខាត់ថោះហើរគាត់បានលោតចេញពីលើយន្តហោះធ្វើអត្តឃាតដែលទុកឲ្យសិស្សរបស់គាត់ចុះចតដោយម្នាក់ឯងហើយនេះខ្ញុំនឹងលើកឡើងប្រមាណចំណុចពាក់ព័ន្ធទៅនឹងរឿងនេះយកមកនិយាយតែចំណុចទី1នោះគឺសហេតុការណ៍ហ្នឹងគឺបានកាត់ឡើងនៅប្រទេសអាសង់ទីនគ្រូដែលបានលោតចេញនោះគឺគាត់មានអាយុ42ឆ្នាំហើយសិស្សដែលរួមដំណើរជាមួយគាត់ក្នុងការបង្ខាត់នោះគឺមានអាយុ22ឆ្នាំយន្តហោះដែលពួកគាត់ទាំងពីរនាក់បានប្រើប្រាស់នៅក្នុងការបង្ខាត់គឺជាយន្តហោះប្រភេទ Cessna 150គឺប្រភេទ Cessna 150ហើយរយៈកម្ពស់ដែលពួកគាត់ថោះហើរនៅពេលដែលការថែបានកាត់ឡើងគឺរយៈកម្ពស់820 feet ឬក៏ប្រហែលជា200 ម៉ែត្រជាងដែលរយៈកម្ពស់នេះគឺទាបមែនតែនហើយនៅពេលដែលគាត់លោតចេញហ្នឹងគឺបើតាមមើលទៅធម្មតាបើសិនជាយើងលោតចេញពីលើយន្តហោះនៅក្នុងរយៈពេល1000 feet ដំបូងគឺយើងប្រើប្រាស់នៅរយៈពេលប្រហែលជា7ទៅ10 second 12នាទីហើយក្នុងរយៈពេលនេះបើសិនជាគាត់លោតពីលើមកដល់ដីគឺប្រហែលជាយើងអាចនិយាយថា5ទៅ6វិនាទីគឺមកដល់ដីមុនពេលដែលគាត់លោតចេញគាត់បានប្រាប់ទៅសិស្សរបស់គាត់ជាភាសាខ្មែរមានន័យថាអ្នកដឹងអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ហើយសូមធ្វើវាចុះហើយគាត់បានដក headset របស់គាត់ចេញដោះនៅខ្សែក្បាត់សុវត្ថិភាពបើគ្រាគឺលោតចេញទៅតែម្ដងចំណុចទី2គឺខ្ញុំចង់និយាយអំពីសិស្សចំពោះសិស្សគឺសំណាងល្អដែរដោយសារតែគាត់បាន hold នៅ private pilot license ហើយអ្វីបានជាវាសំខាន់ពីព្រោះសិស្សនៅពេលដែលគាត់អាច operate solo fly ឬក៏ហោះហើរម្នាក់ឯងបានជាទូទៅនៅសហរដ្ឋអាមេរិកជាមធ្យមគឺប្រហែលជា20ម៉ោងទើបគាត់អាចហោះហើរបានហើយចំពោះករណីនេះគឺសិស្សគាត់មាន private pilot license ហើយគឺមានន័យថាគាត់អាច operate សូម្បីតែទិញយន្តហោះយកមកប្រើប្រាស់ខ្លួនឯងក៏បានដែរមួយទៀតគឺមូលហេតុបឋមនាយកសាលានៅក្នុង fly school ហ្នឹងគាត់បានលើកឡើងថាគាត់អត់មានឃើញអ្វីដែលមានមិនប្រក្រតីជាមួយនឹង fly instructor ហ្នឹងទេប៉ុន្តែបើយោងទៅតាមការសាកសួរទៅកាន់ក្រុមគ្រួសារវិញគឺ fly instructor គាត់មានបញ្ហាពិបាកចិត្តនឹងជីវិតផ្ទាល់ខ្លួនរបស់គាត់ដែលនេះអាចជាកត្តាមួយដែលគាត់សម្រេចចិត្តធ្វើអត្តឃាតមួយទៀតហ្នឹងគឺពាក់ព័ន្ធទៅនឹងច្បាប់ mental health ឬក៏ mental problem នេះនៅក្នុងកងទ័ពរបស់អាមេរិកគឺគេតែងតែលើកទឹកចិត្តឲ្យនាយទាហានរបស់ខ្លួនបូកក្រុមទាំងអាកាសយានិកដែរគឺទៅ check នៅ mental health មានន័យថាទៅស្វែងរកការផ្ដល់ជំនួយបើសិនជាគាត់មានរឿងណាពិបាកចិត្តក៏ផងដែរនោះគឺគេសរសេរនៅលើกระดาษតែម្ដងថាទោះបីជាគាត់ទៅរកជំនួយក៏ពិតមែនក៏គាត់មិនអាចបាត់បង់នៅ medical certificate របស់គាត់ដែរហើយអ្វីដែលធ្វើឲ្យប៉ះពាល់ឬទៅកាន់ medical certificate ដែលធ្វើឲ្យគាត់ lost license បាត់បង់ license ឬក៏មិនអាចហោះហើរបានជាអាកាសយានិកនោះគឺលើកលែងតែគាត់ពាក់ព័ន្ធនឹងបញ្ហាធ្ងន់ធ្ងរដូចជាអំពើខន្សាការប្រើប្រាស់គ្រឿងញៀនការធ្វើអ្វីមួយដែលខុសច្បាប់ខ្លាំងនោះទើបបណ្ដាលឲ្យពួកគាត់មានបញ្ហាជាចុងក្រោយគឺខ្ញុំមានតែការចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៅអាកាសយានិកដែលបានបាត់បង់ជីវិត